នេះជារឿងចាំបាច់ហើយលៀបឧត្តមឧត្តមមនុស្សគិតថាមាសប្រាក់លុយកាក់បុណ្យសាសនាជាលៀបប៉ុន្តែមែនតែនទៅរៀបដែលឧត្តមឧត្តមបំផុតគឺសុខភាពទៅវិញទេនេះជាកំណប់មហាសាលហើយមនុស្សក្រមនុស្សមិនមានមិនស្អាតប៉ុន្តែទៅមាននៅសុខភាពល្អនេះមហាលៀបមហាសំណាងទៅមែនតែនទៅយើងគិតមើលបំកើតមករូបស្អាតបីដូចជាគំនូប៉ុន្តែសន្សំដោយរោគគួរជាទីស្រឡាញ់ពេញចិត្តទេអត់ឋានៈពងពោះបុណ្យស័ក្តិទ្រព្យសម្បត្តិប៉ុន្តែបរបោដោយរោគជាទីស្រឡាញ់ពេញចិត្តជាទីចង់បានទេអត់ទេអញ្ចឹងលៀបទី1របស់មនុស្សគឺថាការមិនមានរោគហើយលៀបទី2ហ្នឹងគឺថាដឹងស្អីទេលៀបទី2របស់មនុស្សយើងគឺសុភមង្គលឥឡូវឲ្យយកសុភមង្គលទៅដូរនឹងលុយ100លាន100,000លានបើមនុស្សខ្វះបញ្ញាដូរហើយដូរសុភមង្គលជាមួយនឹងលុយប្រាក់មាសកាក់ទាំងអស់នោះហើយប៉ុន្តែពេលដែលបានហើយទើបស្ដាយក្រោយបាននៅតាំងនៅពីដើមរហូតដល់បច្ចុប្បន្នមករបស់ដែលមិនដាច់ពូជគឺអបាយភូមិទេវតាមានដាច់ពូជលាភ្លើងឆេះកាលមនុស្សលោកលាភ្លើងឆេះកាប់ចូលមកដល់មិនមែនខូចខាតម៉ូមនុស្សលែងមានហើយក្នុងលោកម៉ូទេវតាក៏លែងមានយៈមីអីឆេះតិចទីអស់នៅមានព្រំនៅសល់10ឋាននេះរូបព្រំនៅសល់4នៅណែនរក់អត់ដាច់ពូជទេអញ្ចឹងនោះជាប់ទៅជាមួយនឹងរឿងសាងអាក្រក់នឹងមួយច្រើនហើយទាំងវើដែលសាងអាក្រក់នឹងហើយដែលបញ្ជាក់ថាមិនបានស្រឡាញ់ខ្លួនឯងនោះហើយលើលោកនេះនោះយើងចូលចិត្តពេលដែលសោកស្ដាយរឿងអីក៏ដោយបើគេដាស់តឿនពេលដែលនៅមានសតិសម្បញ្ញៈមិនទាន់ហួសពេលហ្នឹងស្ដាប់មិនយល់ស្ដាប់មិនចូលទេដែលចូលចិត្តណារឿងដែលហួសហើយដូចមនុស្សសប្បាយនឹងភាពយុវវ័យអញ្ចឹងណាបរិភោគតាមចង់តាមឃ្លានប្រព្រឹត្តទាំងវើតាមចង់តាមឃ្លានហ្នឹងដល់ទៅពេលធ្លាក់ទៅដល់ដំណាក់កាលដែលខ្លួនដេកនៅលើគ្រែបានចាប់ផ្ដើមភ្ញាក់ខ្លួនដូចតែកែប្រែអីប៉ុន្តែដល់តែខ្លួនមានសតិសម្បជញ្ញៈគ្រប់គ្រាន់កម្លាំងកំហែងគ្រប់គ្រាន់ក្នុងការធ្វើទានក្នុងការរក្សាសិលក្នុងការស្ដាប់ធម៌នៅក្នុងការប្រណិប័តយើងគិតតែរឿងនោះមិនសំខាន់ឲ្យតម្លៃទៅលើវត្ថុក្រៅខ្លួនជាជាងខ្លួនយើងឥឡូវបើគេឲ្យទ្រព្យយើង100លាន1000លាន100,000លានហើយយើងត្រូវដេកនៅលើគ្រែពេទ្យបរិភោគអាហារដោយសារគេបញ្ចុកដោយសារគេបញ្ច្រកទ្រព្យសម្បត្តិទាំងអស់នោះវាសំខាន់អីទៀតមើលគ្រឿងទាំងអស់នោះគ្រាន់តែជាគ្រឿងសម្រួលជីវតិន្ទ្រីក្នុងការរស់នៅនេះឲ្យវាស្រួលប៉ុន្តែពេលណាដែលយើងបានហើយក៏បីឆ្លៀសក្នុងអបាយរក្សាសេចក្តីសុខក្នុងបច្ចុប្បន្ននិងលោកខាងមុខឲ្យដល់ខ្លួនឯងផងនេះជារឿងចាំបាច់ហើយលៀបឧត្តមឧត្តមមនុស្សគិតថាមាសប្រាក់លុយកាក់បុណ្យសាសនាជាលៀបប៉ុន្តែមែនតែនទៅរៀបដែលឧត្តមឧត្តមបំផុតគឺសុខភាពទៅវិញទេនេះជាកំណប់មហាសាលហើយមនុស្សក្រមនុស្សមិនមានមិនស្អាតប៉ុន្តែទៅមាននៅសុខភាពល្អនេះមហាលៀបមហាសំណាងទៅមែនតែនទៅយើងគិតមើលបំកើតមករូបស្អាតបីដូចជាគំនូប៉ុន្តែសន្សំដោយរោគគួរជាទីស្រឡាញ់ពេញចិត្តទេអត់ឋានៈពងពោះបុណ្យស័ក្តិទ្រព្យសម្បត្តិប៉ុន្តែបរបោដោយរោគជាទីស្រឡាញ់ពេញចិត្តជាទីចង់បានទេអត់ទេអញ្ចឹងលៀបទី1របស់មនុស្សគឺថាការមិនមានរោគហើយលៀបទី2ហ្នឹងគឺថាដឹងស្អីទេលៀបទី2របស់មនុស្សយើងគឺសុភមង្គលឥឡូវឲ្យយកសុភមង្គលទៅដូរនឹងលុយ100លាន100,000លានបើមនុស្សខ្វះបញ្ញាដូរហើយដូរសុភមង្គលជាមួយនឹងលុយប្រាក់មាសកាក់ទាំងអស់នោះហើយប៉ុន្តែពេលដែលបានហើយទើបស្ដាយក្រោយនឹងលៀបបានមកពីការមិនមានរោគលៀបបានមកពីសុភមង្គលនេះគឺថាឧត្តមឧត្តមណាស់ហើយលៀបដែលយើងបានមកសប្តាហ៍ថ្ងៃដែលការកើតជាមនុស្សនេះក៏ជាលៀបឧត្តមឧត្តមដែរងាយណាសត្វសង្ហោចមួយថ្ងៃក៏កើតប្រមាណក្បាលទៅសត្វកណ្ដៀមួយថ្ងៃកើតប្រមាណទៅមន់ទាយើងមើលឃើញដែរពងទាដែលគេភ្ញាស់ជាពងទាកូននោះមួយថ្ងៃអស់ប្រមាណគ្រាប់ប្រមាណម៉ឺនប្រមាណលានទៅអញ្ចឹងជីវិតក្នុងវត្តដាក់ហ្នឹងវាសិតតែមានយើងនៅក្នុងនោះដែរ
còn là dương miền phóp trong là ban cao chỉ manu còn tại ca cao chỉ manu đấy chỉ riêng mà giang hay riêng mà giang tiết manu vừa luôn là tay chỉ manu đấy của bà manu dương sập ngay của man nè tới đâyประกัน luôn là tay chỉ manu nữa miền đây chiêng thì chia chỉ mò đây đáp chỉ manu còn tại đại miền thoa chỉ manu bò nó biết mình sợ miền đấy mình sợ sụp bò đấy thò là chỉ manu cứ cái gì mình biệt biên kia mình sắm làm kia cái gì mình kênh và quan lua chọn lăng trọc sắm bạn này đặt đây cái gì mình có rất khó nông cam cái gì mình có họ bọc ra cụt phô sọc xiết chặt đau cái gì mình bỏ được phô kêu sắm bằng cái chuyện đó nè thò chỉ mà đúng hai phần tay sắp ngay mình nô dưới biênประมาณ nè đểประกัน bàn ai ta căn na ประกัน không bị thò trong 5 យ៉ាង ហ្នឹង តែមានសក្តីខឹងក្រោធហួសហេតុពេកអាហ្នឹងមើលទៅកាន់ធរ